ប្រវត្តិវត្តដរជេស្តៅហើយវត្តកណ្ដាលវត្តដរជេស្តៅដែលប្រជាពលរដ្ឋទូទៅនិយមហៅថាវត្តកណ្ដាលគឺជាវត្តព្រះពុទ្ធសាសនាថេរវាទដ៏មានសារៈសំខាន់មួយដែលបានឈរជើងជាមួយប្រវត្តិសាស្ត្រសាសនានិងវប្បធម៌ខ្មែរអស់រយៈពេលជាច្រើនជំនាន់មកហើយវត្តនេះជាទីកន្លែងដ៏សក្ការៈសម្រាប់ពុទ្ធបរិស័ទនិងជាស្នូលនៃការរួបរวมសាមគ្គីរបស់ប្រជាពលរដ្ឋរាល់ពិធីបុណ្យប្រពៃណីសកម្មភាពសង្គមនិងការអប់រំផ្នែកសីលធម៌សុទ្ធតែមានវត្តជាមជ្ឈមណ្ឌលដ៏សំខាន់តាមការនិទានរបស់អ្នកចាស់ទុំនិងការចងចាំរបស់ប្រជាពលរដ្ឋក្នុងសហគមន៍វត្តដរជេស្តៅបានកើតឡើងដោយសារសទ្ធាជ្រះថ្លារបស់មានបំណងបង្កើតទីអារាមសម្រាប់ព្រះសង្ឃគង់នៅនិងជាទីកន្លែងឲ្យប្រជាជនប្រតិបត្តិធម៌នៅក្នុងសម័យដំបូងវត្តមានសំណង់សាមញ្ញប៉ុន្តែដោយសារការចូលរួមពីពុទ្ធបរិស័ទនិងសប្បុរសជនជាច្រើនជំនាន់វត្តត្រូវបានកែលម្អនិងពង្រីកជាបន្តបន្ទាប់រហូតក្លាយជាវត្តដ៏ស្រស់ស្អាតដូចសពថ្ងៃដរជេស្តៅគឺជាឈ្មោះដែលមានអត្ថន័យជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនាខណៈដែលឈ្មោះវត្តកណ្ដាលក៏បានក្លាយជាឈ្មោះដែលប្រជាពលរដ្ឋនិយមហៅព្រោះវត្តស្ថិតនៅទីតាំងកណ្ដាលភូមិឬជាមជ្ឈមណ្ឌលនៃសហគមន៍ដែលងាយស្រួលសម្រាប់ប្រជាជនមកធ្វើបុណ្យនិងចូលរួមសកម្មភាពផ្សេងនៅពេលធ្វើដំណើរចូលមកដល់វត្តភ្ញៀវទេសចរនិងពុទ្ធបរិស័ទនឹងឃើញក្លោងទ្វារវត្តដ៏ស្រស់ស្អាតដែលតុបតែងដោយក្បាច់រចនាបថខ្មែរប្រកបដោយភាពវិចិត្រក្លោងទ្វារនេះមិនត្រឹមតែជាច្រកចូលប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបនៃការឈានចូលទៅកាន់ទីអារាមដ៏ស្ងប់ស្ងាត់និងពោពេញដោយសេចក្តីជ្រះថ្លានៅខាងក្នុងវត្តមានដើមឈើធំផ្ដល់ម្លប់ត្រជាក់បង្កើតបរិយាកាសសុខដុមរមនាដែលធ្វើឲ្យអ្នកដែលបានមកដល់មានអារម្មណ៍ស្ងប់ស្ងាត់និងស្រស់ស្រាយដែលជាទីគោរពបូជារបស់ពុទ្ធបរិស័ទជារៀងរាល់ថ្ងៃពុទ្ធបរិស័ទតែងមកថ្វាយបង្គំសូត្រធម៌និងសូមសេចក្តីសុខសេចក្តីចម្រើនដល់ក្រុមគ្រួសារវត្តដរជេស្តៅក៏មានតួនាទីសំខាន់ក្នុងការអប់រំផ្នែកសីលធម៌ព្រះសង្ឃបានបង្រៀនព្រះធម៌អប់រំយុវជនឲ្យប្រកាន់ខ្ជាប់នូវគុណធម៌សេចក្តីស្មោះត្រង់ការគោរពមាតាបិតានិងការរស់នៅដោយសន្តិវិធីកាលពីអតីតកាលវត្តក៏ជាកន្លែងដែលក្មេងបានចូលរៀនអក្សរខ្មែរនិងសិក្សាព្រះធម៌មុនពេលប្រទេសមានប្រព័ន្ធសាលារៀនទូលំទូលាយដូចសពថ្ងៃព្រះវិហាររបស់វត្តគឺជាសំណង់ដ៏លេចធ្លោបំផុតស្ថាបត្យកម្មរបស់ព្រះវិហារបង្ហាញពីសិល្បៈខ្មែរបុរាណតុបតែងដោយក្បាច់ផ្កាភ្ញីរូបនាគគ្រុឌទេពនិងរូបព្រះពុទ្ធជាច្រើនដែលសុទ្ធសឹងជាស្នាដៃដ៏វិចិត្ររបស់ជាងខ្មែរនៅក្នុងព្រះវិហារមានព្រះពុទ្ធរូបដ៏ស័ក្តិសិទ្ធិមានសាលាធម្មសភាគោដព្រះសង្ឃសាលាបុណ្យចិត្តនិងសំណង់ជាច្រើនទៀតឈ្មោះកដរជេស្តៅគឺជាឈ្មោះដែលមានអត្ថន័យជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនាខណៈដែលឈ្មោះវត្តកណ្ដាលក៏បានក្លាយជាឈ្មោះដែលប្រជាពលរដ្ឋនិយមហៅព្រោះវត្តស្ថិតនៅទីតាំងកណ្ដាលភូមិឬជាមជ្ឈមណ្ឌលនៃសហគមន៍ដែលងាយស្រួលសម្រាប់ប្រជាជនមកធ្វើបុណ្យនិងចូលរួមសកម្មភាពរបស់វត្តគឺជាសំណង់ដ៏លេចធ្លោបំផុតស្ថាបត្យកម្មរបស់ព្រះវិហារបង្ហាញពីសិល្បៈខ្មែរបុរាណតុបតែងដោយក្បាច់ផ្កាភ្ញីរូបនាគគ្រុឌទេពនិងរូបព្រះពុទ្ធជាច្រើនដែលសុទ្ធសឹងជាស្នាដៃដ៏វិចិត្ររបស់ជាងខ្មែរនៅក្នុងព្រះវិហារមានព្រះពុទ្ធរូបដ៏ស័ក្តិសិទ្ធិដែលជាទីគោរពបូជារបស់ពុទ្ធបរិស័ទជារៀងរាល់ថ្ងៃពុទ្ធបរិស័ទតែងមកថ្វាយបង្គំសូត្រធម៌និងសូមសេចក្តីសុខសេចក្តីចម្រើនដល់ក្រុមគ្រួសារនៅពេលធ្វើដំណើរចូលមកដល់វត្តភ្ញៀវទេសចរនិងពុទ្ធបរិស័ទនឹងឃើញក្លោងទ្វារវត្តដ៏ស្រស់ស្អាតដែលតុបតែងដោយក្បាច់រចនាបថខ្មែរប្រកបដោយភាពវិចិត្រក្លោងទ្វារនេះមិនត្រឹមតែជាច្រកចូលប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបនៃការឈានចូលទៅកាន់ទីអារាមដ៏ស្ងប់ស្ងាត់និងពោពេញដោយសេចក្តីជ្រះថ្លានៅខាងក្នុងវត្តមានដើមឈើធំផ្ដល់ម្លប់ត្រជាក់បង្កើតបរិយាកាសសុខដុមរមនាដែលធ្វើឲ្យអ្នកដែលបានមកដល់មានអារម្មណ៍ស្ងប់ស្ងាត់និងស្រស់ស្រាយហើយពុទ្ធបរិស័ទតែងមកថ្វាយបង្គំសូត្រធម៌និងសូមសេចក្តីសុខសេចក្តីចម្រើនដល់ក្រុមគ្រួសារ